មានពីបុរាណខ្មែរយើងពោលថាគោត្រឬដេញចាប៉ីឲ្យក្របីស្ដាប់ក្នុងន័យដែលថាសត្វក្របីនោះវាមិនដឹងពីរសបទភ្លេងអ្វីនោះឡើយយ៉ាងណាពាក្យទូន្មានព្រានប្រដៅឬធម៌ទេសនាក៏មិនអាចញ៉ាំងអ្នកដែលមិនជ្រះថ្លាមិនតាំងចិត្តស្ដាប់នោះឲ្យពីរសនៅក្នុងខ្លឹមសារនៃព្រះធម៌ទេសនាឬការទូន្មាននោះបានឡើយក៏យ៉ាងនោះដែរនៅក្នុងបណ្ឌិតវគ្គទី6នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាបណ្ដាមនុស្សទាំងឡាយពួកជនណាដែលឆ្លងកាត់ដល់ត្រើយនាយគឺព្រះនិព្វានពួកជននោះមានប្រមាណតិចចំណែកពួកសត្វក្រៅអំពីនេះយ៉ាងច្រើនរមែងស្ទុះទៅតាមឆ្នេរនៃត្រើយអាយគឺសាកាយបានដល់ឧបាទានខណ្ឌ5ជនទាំងឡាយណាប្រព្រឹត្តតាមធម៌ក្នុងធម៌ដែលព្រះតថាគតទ្រង់សម្ដែងទុកហើយដោយប្រពៃជនទាំងនោះនឹងឆ្លងលំនៅនៃមច្ចុដែលមិនងាយឆ្លងបានហើយដល់នៅត្រើយនាយគឺព្រះនិព្វាន